មិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ធ្វើការនិយាយអំពីប្រទេសបន្តិចដោយសារយើងឃើញប្រជាជនយើងឬក៏អ្នកទ្វីបអាស៊ីណាមិនថាស្រុកខ្មែរទេអ្នកទ្វីបអាស៊ីចូលចិត្តញ៉ាំម្ទេសពិសេសនៅថៃនៅចូលចិត្តញ៉ាំណាបើយើងគិតនៅទ្វីបអាស៊ីបើយើងគិតនៅទ្វីបអាស៊ីប្រទេសដែលចូលចិត្តញ៉ាំម្ទេសច្រើនជាងគេគឺប្រទេសថៃហើយនិងប្រទេសកូរ៉េណាចូលចិត្តញ៉ាំដូចជាខ្មែរវៀតណាមក៏ចូលចិត្តដែរណាញ៉ាំច្រើនណាចំណែកកម្ពុជាយើងប្រជាជនកម្ពុជាយើងញ៉ាំច្រើនដែរប៉ុន្តែតិចតួចទេណាតិចតួចទេមិនសូវជាច្រើនទេតិចច្រើនញ៉ាំតិចតួចទេមិនខ្លាំងទេទោះបីចូលចិត្តប្រទេសក៏ដោយណាកម្រតើមានតំបន់ខ្លះទេដូចតំបន់ភ្នំឬក៏នៅនឹងឯងដូចជាតំបន់ភ្នំអាហ្នឹងប្រជាជននៅនឹងចូលចិត្តញ៉ាំម្ទេសច្រើនខ្លាំងហើយញ៉ាំហឹលប៉ុន្តែប្រជាជនសម្រាប់ប្រជាជនកម្ពុជាទាំងមូលគឺណាតិចតួចទេប៉ុន្តែបើសិនតែយើងមើលនៅប្រទេសថៃច្រើនមែនទែនប្រទេសថៃសម្រាប់ប្រជាជនថៃចូលចិត្តញ៉ាំម្ទេសខ្លាំងណាយើងទៅពីខាងក្រៅបរទេសដូចគ្នាមិនថាខ្មែរយើងទេសំបីបរទេសមកពីខាងក្រៅណាក៏ពិបាកញ៉ាំដែរណាគឺមហូបគាត់គឺសិតតែម្ទេសហឹលខ្លាំងយើងញ៉ាំអត់កើតទេហើយកូរ៉េក៏ដូចគ្នាដែរណាភាគច្រើនចូលចិត្តញ៉ាំម្ទេសប៉ុន្តែដោយសារប្រទេសគេតិចណាក៏គេអាចញ៉ាំបានប៉ុន្តែអាការញ៉ាំម្ទេសវាមានបើយើងនិយាយពីម្ទេសវាមានស្អីក៏មានគុណវិបត្តិនិងគុណសម្បត្តិនិងគុណវិបត្តិវាដែរបើយើងនិយាយពីគុណសម្បត្តិរបស់ម្ទេសនៅក្នុងម្ទេសហ្នឹងវាមានវីតាមីនច្រើនយើងមានវីតាមីនច្រើននិងមីនេរ៉លច្រើនណានៅក្នុងហ្នឹងណានៅក្នុងហ្នឹងមានមីនេរ៉លច្រើនហើយវាជួយឲ្យប្រព័ន្ធឈាមរត់យើងដើរបានល្អណាបេះដូងអីភ្នែកអីកំហើញអីណា good vision អីការមើលឃើញអីហ្នឹងគឺជួយដែរណាហើយវាជួយរំលាយអាហារវាជួយក្នុងប្រព័ន្ធរំលាយអាហារដោយសារភាពហឹររបស់វាហ្នឹងវាអាចភ្ញូចឲ្យកាពះរបស់យើងវាបញ្ចេញអាស៊ីតក្លូរីត្រិកហ្នឹងហើយអាស៊ីតក្លូរីត្រិកហ្នឹងហើយដែលជួយរំលាយអាហារបានល្អណាហើយជួយប្រព័ន្ធផ្លូវដង្ហើមរបស់យើងព្រោះហ្នឹងវាជួយឲ្យប្រព័ន្ធដង្ហើមយើងណាឆ្លាស់បានល្អដែរម្ទេសណាហើយបើយើងមើលទៅលើគេហៅគុណវិបត្តិវាវិញវាអាចធ្វើឲ្យយើងងងឹតភ្នែកដែរនៅពេលដែលយើងញ៉ាំច្រើនពេកណាវាធ្វើឲ្យយើងតាក់ទងនឹងចរន្តឈាមមិញវាធ្វើឲ្យចរន្តឈាមយើងដើរបានវាដើរខ្លាំងណាប៉ុន្តែអានឹងតាក់ទងជាមួយនឹងជីវជាតិក្នុងប្រទេសពេលខ្លះនៅពេលដែលយើងបាត់ជើងតូចមកក៏មានភាពកាហាយដែរនៅក្នុងកម្លាំងថាបាត់ជើងធំអានឹងអាចធ្វើឲ្យប៉ះពាល់ល្ងឹតភ្នែកចំណែកគេហៅប្រព័ន្ធរំលាយអាហារវិញដូចខ្ញុំនិយាយមិញថាប្រទេសវាពេលដែលយើងហូបទៅវាជួយរំលាយអាហារបានច្រើនមែនប៉ុន្តែដោយសារវាបញ្ចេញជាតិអាស៊ីតច្រើនហ្នឹងក៏អាចធ្វើឲ្យរលាកកាពះដែរគុណវិបត្តិរបស់វាហើយមួយទៀតវាអាចធ្វើឲ្យយើងញ៉ាំដល់ពេលដែលយើងញ៉ាំភ្លាមវាហឹលខ្លាំងធ្វើឲ្យយើងញ៉ាំទឹកច្រើនករណីហូបអាហារអីគេឲ្យយើងហូបរយៈពេលយើងហូបហើយគឺរយៈពេល20នាទីចាំយើងញ៉ាំទឹកឬក៏កន្លះម៉ោងណាឬក៏ផ្លែឈើប៉ុន្តែដល់ពេលយើងញ៉ាំម្ទេសច្រើនហឹលខ្លាំងធ្វើឲ្យយើងផឹកទឹកភ្លាមវាធ្វើឲ្យពង្រាវអាស៊ីតក្លូរីត្រិកហ្នឹងអា HCl ដែលជួយរំលាយអាហារហ្នឹងដល់ពេលយើងផឹកទឹកទៅវាធ្វើឲ្យពង្រាវអាហ្នឹងដូច្នេះបានជាធ្វើឲ្យការរំលាយអាហារពិបាកដូច្នេះអាចមានផលប៉ះពាល់ដល់កាពះផងដែរហើយនឹងរលាកកាពះហើយមួយទៀតវាអាចបង្កើនperistaltic មានន័យថាជួយបង្កើនលម្អឿនចលនាពោះវៀនរបស់យើងនឹងធ្វើឲ្យឆាប់បាត់ជើងប៉ុន្តែអាហ្នឹងវាបាត់ជើងមកស្រួលតែពេលយើងញ៉ាំម្ទេសព្រោះវារំលាយអាហារបានល្អហើយវាអត់សូវជប់ទឹកទេប៉ុន្តែហ្នឹងក៏ផលវិបាកដែរប៉ុន្តែបើសិនជាមានការអនៃទល់លាមក constipation នេះអាហ្នឹងអាចសាកល្បងញ៉ាំម្ទេសច្រើនអាហ្នឹងអាចណាការទល់លាមកគឺមកលឿនណាគឺការទល់លាមកអាចដោះស្រាយបានបើសិនជាយើងទល់លាមកយើងអាចញ៉ាំម្ទេសយើងច្រើនបន្តិចអាហ្នឹងអត់អីទេប៉ុន្តែបើចំពោះអានយល់ល្អកុំអត់សូវញ៉ាំម្ទេសច្រើនពេកដោយសារវាមានផលវិបាកប៉ុន្តែបើយើងនិយាយពីលើផលប្រយោជន៍មួយទៀតគឺត្រួយរបស់វាអានឹងអាចយកទៅស្លប្រហើរបានយកទៅស្លកកូរឬក៏ធ្វើបបរខាប់គ្រប់គ្រឿងឲ្យក្មេងបានណាត្រួយម្ទេសខ្ចីហ្នឹងវាមានជីវជាតិខ្ពស់ដែរណាប៉ុន្តែយើងកុំញ៉ាំច្រើនពេកវាអត់សូវល្អទេបើសិនតែញ៉ាំច្រើនករណីពិសេសកុំសូវញ៉ាំទឹកច្រើនពេកតែញ៉ាំទឹកច្រើនពេកប៉ះពាល់កាពះទៀតអាហ្នឹងដូច្នេះធ្វើអ្វីៗគឺគួរតែទទួលទានឲ្យបានល្អណាកុំសូវជ្រុលពេកណាកុំសូវនេះពេកប៉ុន្តែអាហ្នឹងវាទម្លាប់របស់ជនជាតិគេអាហ្នឹងប៉ុន្តែអាហ្នឹងក៏ប៉ះពាល់វិជាអត្តកតាវិជាកតាជាអត្តពលដល់ខ្លាំងក្លា
សម្រាប់សុខភាពដែរហើយខ្ញុំមានតែប៉ុណ្ណឹងសូមអរ